គឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុំផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់ចរាចរណ៍ឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យចរាចរណ៍តាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបីដកដែលកំពុងតែដាក់ឲ្យចរាចរណ៍ស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងហើយដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសេចក្តីបញ្យលមកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់អំពីការបញ្យលរបស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសម្ដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការផ្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យលខុសអំពីអត្ថនៃពុទ្ធសាសនាដោយជាការបញ្យលថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងហ្នឹងគឺសិតតែការបញ្យលដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតឡាការចាំតែកាត់ទោះយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបៃដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ប្រធេរៈក៏ដូចជាគណៈសង្ឃនយោអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃបត្រៃបៃដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថានៃការយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការផ្ទៀងផ្ទាត់នៃប្រត្រៃបៃដកជៀសវាងការបំភាន់បំភ្លឺមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីបើសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីនិងដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរនឹងសម្ោចសង្អាក្រងកដៀសัตว์តូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តិចណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈនឹងទៀតទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតឡាការចាំតែកាត់ទោះយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបៃដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ប្រធេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់
ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាពុទ្ធបរិស័ទទាំងឡាយអង្គវិធីទាំងមូលតែងតែច្រឡំថាភាសាបាលីនេះរៀនដើម្បីអីព្រោះគ្មានប្រយោជន៍ព្រោះគ្មានខ្លឹមសារអីទេរៀនទៅមួយឆ្នាំចោលទៅអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេចទៅមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3និង2ផ្សេងទៀតដែលរួមបង្គ្រប់3ជាមុំចង្ក្រានសម្រាប់ត្រួតត្រងនាវាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កម្ពុជានៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងក៏លេចមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីត្រួតត្រងពុទ្ធសាសនាត្រូវការច្បាប់កម្ពុជាមួយគឺពុទ្ធវចនៈមានប្រត្រៃ3ដកច្បាប់កម្ពុជារបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កម្ពុជារបស់សាសនាដែលជាបាវចនាមួយដែរទៀតនោះក្នុងបាវចនាទាំង3មានជាតិត្រូវការច្បាប់កម្ពុជាគឺរដ្ឋធម្មនុញ្ញសម្រាប់ត្រួតត្រងចំណែកសាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងត្រួតត្រងបាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបិដកដើម្បីនឹងត្រួតត្រងបត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពភាកដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេលនីរហូតមកដល់ទុតិយតតិយៈរហូតដល់
សង្កេយនាទី6អីជាដើមគឺសឹកសឹងតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លៀងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែរប្រធេរៈធំធំលោកមើលឃើញអំពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីនេះខ្ញុំបុគ្គលណាអាត្មាភាពសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយកដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់អំពីពុទ្ធវចនៈដែលកំពុងតែមានស្រេចឲ្យស្ថិតនៅក្នុងសក្តិភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រុងចម្រាស់ដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈរបស់ក្រុមជំនុំព្រះត្រៃបិដកកន្លងមករួចនេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេខ្ញុំបុគ្គលណាអាត្មាភាពសូមលើកឧទាហរណ៍មួយប្រកេតជូនព្រះកណាគុណម្ចាស់គ្រប់ព្រះអង្គទីនេះមានព្រះសីលាអាដាមសីលញាណព្រះបិតាសង្ឃខេត្តបន្ទាយមានជ័យនៅក្នុងទីនេះស្រេចដូចជាព្រះទេវស្ថានបណ្ឌិតជាពិសេសអាយដាមលោកទាវដែលជាអង្គពិធីទាំងមូលបានជ្រាបថាយើងក៏លេខទៅរឿងឧទាហរណ៍ដែលខ្ញុំបកណានឹងឧទាហរណ៍ហើយសូមឲ្យយើងយកចិត្តទុកដាក់ស្ដាប់បន្តិចកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រឡំដែលដូចភាសាបុរាណថាបើមិនបានជួយជោគជួយចែវហើយកុំគប់បីយកជើងទៅរៀបទឹកពាក្យថាខ្មែរកាលពីសម័យមហានគរយើងក៏រដ្ឋយើងកាលនោះប្រជាជនយើងកាលនោះក៏ហៅគ្នាថាពលរដ្ឋខ្មែរដែរហៅថាជនជាតិខ្មែរដែរហើយជនជាតិខ្មែរសម័យហ្នឹងរុងរឿងទាំងទឹកដីទាំងវប្បធម៌ទាំងអក្សរសាស្ត្រទាំងកិត្យានុភាពវឌ្ឍនភាពជាពិសេសអរិយភាពដ៏ធំលេចធ្លោគឺការកសាងនៅប្រាសាទដែលជាក់ស្ដែងសល់មកឲ្យយើងសពថ្ងៃមានប្រាសាទអង្គរតូចអង្គរធំបីជាន់មេបុណ្យទាយសម្រាយបន្ទាយក្តីអកយមបស័យចាំក្រុងស្អីហោហែទាំងអស់នេះសឹកសឹងតែជាប្រាសាទដែលសល់មកអំពីប្រជាជនខ្មែរក្នុងសម័យអតីតកាលក្រោយមកប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាត់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកយើងទទួលនៅភាពសុខដុមរមនាទាំងសន្តិភាពប្រជាពលរដ្ឋសុខសន្តិភាពសង្គមសន្តិភាពសាសនា
ដែលយើងសន្មតថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិអីហ៎យើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែដូចមុនផងហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងវាអាប់អោនដល់ខ្មែរជំនាន់មុនយើងមានគិតអញ្ចឹងទេណែកាលតែពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នារហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេឬយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរៈក្សត្រសម័យមុនទេឬយើងមិនឲ្យតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រផ្នែកប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេឬទើបយើងប្រើពាក្យថាខ្មែរហ្នឹងប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈដែលព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីនៃគម្ពីរប្រត្រៃបិដកឲ្យបានមកជាខេមរៈភាសាក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់សារាចរឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យសារាចរតាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបៃដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសេចក្តីពន្យល់មកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់អំពីការពន្យល់របស់ព្រះត្រៃបិដក
ព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការស្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យល់ខុសអំពីអត្តនៃពុទ្ធសាសនាដោយជាការបញ្យល់ថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងហ្នឹងគឺសិតតែការបញ្យល់ដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតឡាការចាំតែកាត់ទោះយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ព្រះថេរៈក៏ដូចជាគណៈសង្ឃនាយកច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនអញ្ចឹងពាក្យថាក្រុមជំនុំប្រត្រៃបិដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងកើតសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានឡើងមកវិញដើម្បីជាសក្ខីភាពក្នុងការគោរពដឹងគុណហើយបន្ត
នៅបំណងរបស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំបត្រៃបេដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ដាក់ឲ្យប្រើប្រាស់ណាដាក់ឲ្យបង្កើតណាហើយយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅបត្រៃបេដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំបត្រៃបេដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុំនៅបត្រៃបេដកប៉ុន្តែនៅមានអត្ថកថាដីកាយុទ្ធនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃមកដល់ពេលនេះជាង50ឆ្នាំហើយអញ្ចឹងទើបយើងអាចកំណត់ថាឲ្យនឹងកើតឡើងវិញដើម្បីបន្តដោយប្រទេសកម្ពុជាយើងអញ្ចឹងណាពីមុនវាស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកហើយឥឡូវយើងកើតមកវិញយើងមានយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំបត្រៃបេដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសង្ឃពុទ្ធសាសនាកម្ពុជាយើងបងរុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តដើម្បីថែរក្សានៅគុណតម្លៃរបស់ឧបវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នាក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីពុព្វវរៈសង្ឃចំនួនមុនអញ្ចឹងត្រូវការសាមគ្គីអញ្ចឹងខ្ញុំគណៈអាត្មាក្នុងពេលនេះអំពាវនាវសូមឲ្យមហាប្រជាពុទ្ធបរិស័ទប្រសង់លោកគ្រូធម្មាចារ្យឧទ្ទេសសាចារ្យឬក៏ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅហ្មងឬធ្វើឲ្យបែកបាក់តោះតែងគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់ព្រះណាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាមិនមែនក្នុងន័យចង់បន្តបង្អាប់លុបបំបត្តិនៅគុណូបការៈរបស់ពុព្វវរៈសង្ឃចំនួនមុននោះទេខ្ញុំកណាមមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេគ្រាន់តែចង់បញ្យល់អំពីអត្តនឹងសេចក្តីនឹងកុំឲ្យយើងមានការយល់ច្រឡំហើយតែការយល់ច្រឡំបើសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេ
ប៉ុន្តែបើដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរហ្នឹងសម្ោយសង្អាក្រងកាឌៀសត្វតូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តែណាប៉ុន្តែបើលើកទាំងទ័ពទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេប៉ុន្តែរឿងនេះដូចជាមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃបេដកដំបងក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាប់ធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាតណាធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទៀតណាថាលោកទៅសម្រាប់ធัวបល័យសូត្រព្រោះសុកទៅសូត្រប្រែទៅបកប្រែពីដើមយើងមានសូត្រប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងហើយប៉ុន្តែពពវរៈសង្ឃសម័យនោះលោកប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអានន្ទបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវីអីចឹងទៅសាវត្តយ៉ាងវិហារតិសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីអញ្ចឹងទៅដល់តែបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពីការបកប្រែនឹងដែរសម័យនោះពីបញ្ហាចំនួនធរចាស់ធរថ្មីអានឹងអញ្ចឹងទៅឥឡូវយើងកំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសន្តិភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុំផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់ចរាចរណ៍ឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យចរាចរណ៍តាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបៃដកដែលកំពុងតែដាក់ឲ្យចរាចរណ៍ស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្តសក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅ
កំពីដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសក្តីបញ្យលមកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់អំពីការបញ្យលរបស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសម្ដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការស្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យលខុសអំពីអត្ថនៃពុទ្ធសាសនាដោយជាការបញ្យលថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងហ្នឹងគឺសិទ្ធិការបញ្យលដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតឡាការចាំតែកាត់ទោះយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់តថេរៈក៏ដូចជាគណៈសង្ឃនយោអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃបត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការស្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីបើសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីនិងដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរនឹងសម្ោចសង្អាក្រងកដៀ
តូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីប្រយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តិចណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈនឹងទៀតទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រមប្រឹក្សារដ្ឋធម្មនុញ្ញក្រមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតុលាការចាំតែកាត់ទោសយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឯហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ប្រធេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាពុទ្ធបរិស័ទទាំងឡាយអង្គវិធីទាំងមូលតែងតែច្រឡំថាភាសាបាលីនេះ
រៀនដើម្បីអីព្រោះគ្មានប្រយោជន៍ព្រោះគ្មានខ្លឹមសារអីទេរៀនទៅមួយឆ្នាំចោលទៅអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេចទៅមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3និង2ផ្សេងទៀតដែលរួមបង្គ្រប់3ជាមុំចង្ក្រានសម្រាប់ត្រួតត្រងនាវាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កម្ពុជានៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងក៏លេងមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីត្រួតត្រងពុទ្ធសាសនាត្រូវការច្បាប់កម្ពុជាមួយគឺពុទ្ធវចនៈមានប្រត្រៃ3ដប់ច្បាប់កម្ពុជារបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កម្ពុជារបស់សាសនាដែលជាបាវចនាមួយដែរទៀតនោះក្នុងបាវចនាទាំង3មានជាតិត្រូវការច្បាប់កម្ពុជាគឺរដ្ឋធម្មនុញ្ញសម្រាប់ត្រួតត្រងចំណែកសាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងត្រួតត្រងបាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបិដកដើម្បីនឹងត្រួតត្រងបត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពភាកដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេយនារហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនាទី6អីជាដើមគឺសឹកសឹងតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លៀងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែរប្រធេរៈធំលោកមើលឃើញអំពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីនេះខ្ញុំបុគ្គណាស្មារតីសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយកដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់អំពីពុទ្ធវចនៈដែលកំពុងតែមានស្រេចឲ្យស្ថិតនៅក្នុងសក្តិភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រូងចម្រាសដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅ
គុណូបការៈរបស់ក្រុមជំនុំប្រតិបត្តិបេដកកន្លងមករួចនេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេខ្ញុំបកណាអាត្មាភាពសូមលើកឧទាហរណ៍មួយប្រកេតជូនពុទ្ធកណាគុណម្ចាស់គ្រប់ព្រះអង្គទីនេះមានព្រះសីលាដំសីលញាណព្រះបិតាសង្ឃខេត្តបន្ទាយមានជ័យនៅក្នុងទីនេះស្រេចដូចជាព្រះទេវស្ថានបណ្ឌិតជាពិសេសឯកឧត្តមលោកទាវដែលជាអង្គពិធីទាំងមូលបានជ្រាបថាយើងក៏លេខទៅរឿងឧទាហរណ៍ដែលខ្ញុំបកណានឹងឧទាហរណ៍ហើយសូមឲ្យយើងយកចិត្តទុកដាក់ស្ដាប់បន្តិចកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រឡំដែលដូចភាសាបុរាណថាបើមិនបានជួយជោគជួយចែវហើយកុំគប់បីយកជើងទៅរៀបទឹកពាក្យថាខ្មែរកាលពីសម័យមហានគរយើងក៏រដ្ឋយើងកាលនោះប្រជាជនយើងកាលនោះក៏ហៅគ្នាថាពលរដ្ឋខ្មែរដែរហៅថាជនជាតិខ្មែរដែរហើយជនជាតិខ្មែរសម័យហ្នឹងរុងរឿងទាំងទឹកដីទាំងវប្បធម៌ទាំងអក្សរសាស្ត្រទាំងកិត្យានុភាពវឌ្ឍនភាពជាពិសេសអរិយភាពដ៏ធំលេចធ្លោគឺការកសាងនៅប្រាសាទដែលជាក់ស្ដែងសល់មកឲ្យយើងសប្តាហ៍ថ្ងៃមានប្រាសាទអង្គរតូចអង្គរធំបីយ័ន្តមេបុណ្យទាយសម្រាយបន្ទាយក្តីអកយមបស័យចាំក្រុងស្អីហោហែទាំងអស់នេះសឹកសឹងតែជាប្រាសាទដែលសល់មកអំពីប្រជាជនខ្មែរក្នុងសម័យអតីតកាលក្រោយមកប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាត់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកយើងទទួលនៅភាពសុខដុមរមនាទាំងសន្តិភាពប្រជាពលរដ្ឋសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មតថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិអីយើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែដូចមុនផងហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងវាអាប់អោនដល់ខ្មែរជំនាន់មុនយើងមានគិតអញ្ចឹងទេណែកាលតែពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នារហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេឬយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរៈក្សត្រសម័យមុនទេឬយើងមិនឲ្យតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រផ្នែកប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេឬទើបយើងប្រើពាក្យថាខ្មែរហ្នឹងប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈដែលព្រះអង្គចំណាយ
នៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីនៃគម្ពីរប្រត្រៃបិដកឲ្យបានមកជាខេមរៈភាសាក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់សារាចរឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យសារាចរតាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបិដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសេចក្តីពន្យល់មកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់អំពីការពន្យល់របស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការស្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការពន្យល់ខុសអំពីអត្ថនៃពុទ្ធសាសនាដោយជាការពន្យល់ថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងហ្នឹងគឺសិទ្ធិការពន្យល់ដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុល
ដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រមប្រឹក្សារដ្ឋធម្មនុញ្ញក្រមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតុលាការចាំតែកាត់ទោសយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់តថេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនអញ្ចឹងពាក្យថាក្រមជំនុំបត្រៃបិដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងកើតសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានឡើងមកវិញដើម្បីជាសក្ខីភាពក្នុងការគោរពដឹងគុណហើយបន្តនៅបំណងរបស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំបត្រៃបិដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ដាក់ឲ្យប្រើប្រាស់ដាក់ឲ្យបង្កើតណាហើយយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅបត្រៃបិដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំបត្រៃបិដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុម្ពនៅបត្រៃបិដកប៉ុន្តែនៅមានអត្ថកថាដីកាយុជ្ជនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃមកដល់ពេលនេះជាង50ឆ្នាំហើយអញ្ចឹងទើបយើងអាចកំណត់ថាឲ្យនឹងកើតឡើងវិញដើម្បីបន្តដោយប្រទេសកម្ពុជាយើងអញ្ចឹងណាពីមុនវាស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកហើយឥឡូវយើងកើតមកវិញយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំបត្រៃបិដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសង្ឃពុទ្ធសាសនាកម្ពុជាយើងរុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តដើម្បីថែរក្សានៅគុណតម្លៃរបស់ឧបវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នា
ក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីពពកវរៈសង្ឃចំនួនមុនអញ្ចឹងត្រូវការសាមគ្គីអញ្ចឹងខ្ញុំបកណ្ដាអាត្មាក្នុងពេលនេះអំពាវនាវសូមឲ្យមហាប្រជាពុទ្ធបរិស័ទប្រសង់លោកគ្រូធម្មាចារ្យប្រទេសសាចារ្យឬក៏ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅហ្មងឬធ្វើឲ្យបែកបាក់ដោះតែងគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់ព្រះណាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាមិនមែនក្នុងន័យចង់បន្តបង្អាប់លុបបំបត្តិនៅគុណូបការៈរបស់ពពកវរៈសង្ឃចំនួនមុននោះទេខ្ញុំកណាមមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេគ្រាន់តែចង់បញ្យល់អំពីអត្តនឹងសេចក្តីនឹងកុំឲ្យយើងមានការយល់ច្រឡំហើយតែការយល់ច្រឡំបើសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីនិងដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរហ្នឹងសម្ោចសង្អាក្រងកដៀសត្វតូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តែណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេប៉ុន្តែរឿងនេះដូចជាមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃបេដកដំបូងក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាប់ធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាតណាធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទៀតណាថាលោកទៅសម្រាប់ធัวបល័យសូត្រព្រោះសុកទៅសូត្រប្រែទៅបកប្រែណាពីដើមយើងមានសូត្រប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងហើយប៉ុន្តែពពកវរៈសង្ឃសម័យនោះលោកប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអានន្ទបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវីអីចឹងទៅសាវត្តយ៉ាងវិហារតិសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីអញ្ចឹងទៅដល់តែបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពី
ការបកប្រែនឹងដែរសម័យនងនោះពីបញ្ហាចំនួនធរចាស់ធរថ្មីអានឹងអញ្ចឹងទៅឥឡូវយើងកំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអី